សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការធ្វើចរាចរណ៍នៅលើស្ពានអាកាសចោមចៅសូមបញ្ជាក់ផងដែរទាក់ទងនឹងស្ពានអាកាសចោមចៅនេះគឺមានការតភ្ជាប់រវាងផ្លូវជាតិលេខ3ផ្លូវជាតិលេខ4ផ្លូវវែងស្រេងនិងផ្លូវសហព័ន្ធរុស្ស៊ីអញ្ចឹងទិដ្ឋភាពនេះគឺខ្ញុំកំពុងតែធ្វើដំណើរពីផ្លូវជាតិលេខ4ហើយខ្ញុំនឹងទៅកាន់ផ្លូវសហព័ន្ធរុស្ស៊ីពលានយន្តហោះពោធិ៍ចិនតុងអញ្ចឹងបងប្អូនបាត់ស្ដាំគឺទៅផ្លូវជាតិលេខ3ឬក៏ផ្លូវវែងស្រេងអញ្ចឹងបងប្អូនទៅត្រង់ជិះក្រោមស្ពាននេះទៅជារហូតដល់ផុតឡើងផ្លូវសហព័ន្ធរុស្ស៊ីពលានយន្តហោះពោធិ៍ចិនតុងបាទពលានយន្តហោះពោធិ៍ចិនតុងហើយបងប្អូនជិះទៅរហូតបងប្អូនមើលខាងឆ្វេងដៃមានផ្លូវកាត់ទទឹងដែលបងប្អូនអាចបត់ឆ្វេងបានបងប្អូនអាចបត់មកបន្ទាប់មកគឺបងប្អូនមកផ្លូវជាតិលេខ4វិញឬក៏បងប្អូនអាចទៅផ្លូវជាតិលេខ3ក៏បានដែរនេះគឺជាផ្លូវសហព័ន្ធរុស្ស៊ីពលានយន្តហោះពោធិ៍ចិនតុងទាក់ទងនឹងផ្លូវសហព័ន្ធរុស្ស៊ីហ្នឹងគឺតភ្ជាប់ពីស្ពានអាកាសចោមចៅទៅរហូតដល់ផ្លូវព្រះមុនីវង្សអញ្ចឹងខាងស្ដាំដៃនេះគឺជាពលានយន្តហោះពោធិ៍ចិនតុងត្រង់ចំណុចនេះគឺមានកន្លែងបត់ឆ្វេងបងប្អូនអាចបត់ឆ្វេងមកបត់ឆ្វេងដើម្បីទៅណាគឺបងប្អូនអាចទៅផ្លូវជាតិលេខ4វិញក៏បានបងប្អូនចង់ទៅផ្លូវជាតិលេខ3ក៏បានឬក៏បងប្អូនចង់បត់ទៅឡើងផ្លូវវែងស្រេងក៏បានដែរនេះគឺជាទិដ្ឋភាពក្នុងការធ្វើដំណើរចរាចរណ៍បងប្អូនអាចមើលបានសម្រាប់បងប្អូនដែលមិនដែលបានមកហើយបងប្អូនខ្លាចជិះទៅខុសប្លង់ខុសផ្លូវជួនកាលចង់ទៅផ្លូវជាតិលេខ4ប៉ុន្តែបត់ទៅវែងស្រេងជួនកាលចង់ទៅផ្លូវជាតិលេខ4ប៉ុន្តែឡើងទៅផ្លូវជាតិលេខ3អញ្ចឹងបងប្អូនជិះឡើងលើស្ពានមកបាទត្រង់ចំណុចនេះបើសិនជាបងប្អូនទៅត្រង់បាទទៅត្រង់រហូតបងប្អូនអត់បត់ទេគឺបងប្អូនទៅផ្លូវជាតិលេខ3បងប្អូនបត់ស្ដាំកន្លែងនេះគឺបងប្អូនទៅផ្លូវវែងស្រេងអញ្ចឹងបងប្អូនបត់មកបាទបត់មកជិះរហូតបាទជិះរហូតទៅហើយយើងជិះទៅក្រោមស្ពានទៅមកគឺទៅចេញផ្លូវវែងស្រេងវិញបងប្អូនណាអញ្ចឹងបើសិនជាបងប្អូនឡើងពីផ្លូវសហព័ន្ធរុស្ស៊ីឡើងលើស្ពានហើយបងប្អូនទៅត្រង់គឺផ្លូវជាតិលេខ3បងប្អូនបាត់ស្ដាំមិញហ្នឹងគឺមកវែងស្រេងមកនេះគឺផ្លូវវែងស្រេងហ្នឹងបងប្អូនបាទអញ្ចឹងគឺចរាចរណ៍អញ្ចឹងទាក់ទងនឹងផ្លូវវែងស្រេងនេះគឺភ្ជាប់ពីចំណុចស្ពានអាកាសចោមចៅរហូតដល់ចំណុចជ្រុកស្ទឹងមានជ័យអញ្ចឹងគឺយើងអត់ទៅត្រង់ទេគឺយើងបត់ឆ្វេងនេះគឺដើម្បីតាណាគឺបងប្អូនអាចទៅកាន់ផ្លូវសហព័ន្ធរុស្ស៊ីវិញពលានយន្តហោះពោធិ៍ចិនតុងនឹងឬក៏បងប្អូនអាចទៅផ្លូវជាតិលេខ4ក៏បានដែរអញ្ចឹងសម្រាប់បងប្អូនដែលធ្វើដំណើរនៅលើផ្លូវវែងស្រេងដែលបងប្អូនជិះមកតាមផ្លូវវែងស្រេងហ្នឹងបាទពីស្ទឹងមានជ័យពីបាទតំបន់ផ្សារអិចរិយជាដើមណាបងប្អូនទៅត្រង់រហូតគឺបងប្អូនអាចឡើងផ្លូវជាតិលេខ4បងប្អូនស្ដាំនេះគឺបងប្អូនទៅប្រលានយន្តហោះពោធិ៍ចិនតុងផ្លូវសហព័ន្ធរុស្ស៊ីអញ្ចឹងគឺយើងជិះផ្លូវខាងក្រោមនេះមកគឺយើងនឹងទៅកាន់ផ្លូវជាតិលេខ4វិញណាបងប្អូនបាទអញ្ចឹងគឺសម្រាប់បងប្អូនដែលអត់ដែលបានមកអញ្ចឹងបងប្អូនអត់ដឹងថាជិះទៅផ្លូវណាបាទឡើងផ្លូវណាមកវិញជួនកាលជិះចុះជិះឡើងគឺខុសផ្លូវជាដើម
នេះគឺផ្លូវជាតិលេខ4បងប្អូនផ្លូវជាតិលេខ4បងប្អូនដឹងហើយបាទពីត្រង់ចំណុចបាទស្ពានអាកាសចោមចៅនឹងទៅរហូតអាចទៅកំពង់ស្ពឺបាទអាចទៅអីផ្សេងចឹងណាបងប្អូនបាទអញ្ចឹងគឺយើងអត់ទៅត្រង់ទេគឺយើងបាត់ឆ្វេងវិញគឺដើម្បីយើងជិះទៅកាន់ផ្លូវជាតិលេខ3ឬក៏យើងចង់ទៅផ្លូវវែងស្រេងឬក៏យើងចង់ទៅផ្លូវសហព័ន្ធរុស្ស៊ីគឺបានអញ្ចឹងណាបងប្អូនអញ្ចឹងក្នុងករណីបងប្អូននៅលើផ្លូវជាតិលេខ4បងប្អូនដែលមកពីកំពង់ស្ពឺឬក៏បងប្អូនមកពីណាដែលមកពីតំបន់ហ្នឹងនៅលើផ្លូវជាតិលេខ4ហើយបងប្អូនចង់ចូលពេញវិញគឺបងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងបើសិនជាបងប្អូនទៅត្រង់រហូតបាទជាផ្លូវខាងក្នុងគឺបងប្អូននឹងឡើងផ្លូវសហព័ន្ធរុស្ស៊ីបើសិនជាបងប្អូនបត់ស្ដាំបាទបត់ស្ដាំហើយវាមានផ្លូវខាងក្រោមដីហើយនឹងផ្លូវតូចមួយអញ្ចឹងបងប្អូនអាចជិះមកខាងនេះមកបាទខាងនេះគឺយើងអាចទៅវិញស្រេងឬក៏យើងអាចទៅជាតិ3បើបងប្អូនទៅខាងឆ្វេងដៃនោះគឺបងប្អូននឹងទៅកាន់ផ្លូវសហព័ន្ធរុស្ស៊ីផ្លូវនេះបូជតុងបាទគឺកន្លែងនេះបងប្អូនណានេះប្លន់នេះបងប្អូនណាបងប្អូនបត់ស្ដាំមកបងប្អូនទៅត្រង់នោះបាទក្នុងត្រង់នោះផ្លូវក្រោមនេះគឺនឹងទៅវិញស្រេងហ្នឹងបងប្អូនណាអញ្ចឹងយើងបត់ស្ដាំមកគឺដើម្បីយើងទៅផ្លូវជាតិលេខ3ណាបងប្អូនបាទអញ្ចឹងនេះគឺជាចរាចរណ៍នៅលើផ្លូវជាតិលេខ3ចឹងបងប្អូនជិះរហូតទៅបាទជិះរហូតគឺមានខាងមុខមានផ្លូវកាត់ទទឹងមួយដែលបងប្អូនអាចបាត់ឆ្វេងហ្នឹងគឺបងប្អូនអាចបាត់ឆ្វេងបានមកវិញបាត់ឆ្វេងនេះគឺដើម្បីទៅណាវិញគឺបងប្អូនអាចមកបាទផ្លូវវិញស្រេងផ្លូវជាតិលេខ4ឬក៏ផ្លូវសហព័ន្ធរុស្ស៊ីជាដើមអញ្ចឹងតាមបណ្ដោយផ្លូវជាតិលេខ3នេះបើយើងគិតទៅចាប់ពីចំណុចស្ពានចោមចៅហ្នឹងទៅរហូតបាទដល់កពតដល់អីណាបងប្អូនបាទអញ្ចឹងយើងបាត់ឆ្វេងបាទយើងអត់ទៅឆ្ងាយដល់នោះទេគឺយើងជិះបង្ហាញផ្លូវអំពីផ្លូវតាណាបាទបាត់ឆ្វេងបាត់ស្ដាំអញ្ចឹងបងប្អូនបាទអញ្ចឹងយើងទៅត្រង់ទៅបងប្អូនបាទយើងទៅត្រង់គឺបងប្អូនឡើងលើស្ពានគឺបងប្អូនចុះលើផ្លូវសហព័ន្ធរុស្ស៊ីវិញតែបងប្អូនអត់ឡើងលើស្ពានទេបងប្អូនមកផ្លូវខាងស្ដាំនេះខាងស្ដាំតូចនេះគឺបងប្អូនឡើងទៅកាន់វែងស្រេងអញ្ចឹងយើងឡើងលើស្ពាននេះគឺបងប្អូនទៅកាន់ផ្លូវសហព័ន្ធរុស្ស៊ីបាទនេះគឺជាទស្សនវិជ្ជានៅលើស្ពានបាទបងប្អូនគឺស្ដាំដៃនេះគឺនេះផ្លូវវែងស្រេងគឺបាត់ស្ដាំបងប្អូនណាបាទទៅវិញស្រេងហើយបើយើងទៅត្រង់គឺពលានយន្តហោះបូជតុងផ្លូវសហព័ន្ធរុស្ស៊ីអញ្ចឹងខ្ញុំឲ្យបងប្អូនមើលនេះបាទគឺផ្លូវវិញស្រេងបងប្អូនបាទ
បាទនេះគឺជាផ្លូវសហព័ន្ធរុស្ស៊ីបើសិនជាបងប្អូនមកពីមុខរលានយន្តហោះពោធិ៍ចិនតុងរលានចាស់យើងនេះបងប្អូនទៅត្រង់នោះគឺនឹងឡើងផ្លូវជាតិ3ហើយចឹងបងប្អូនមកស្ដាំណោបាទមកស្ដាំគឺបងប្អូនឡើងទៅផ្លូវជាតិ4បាទនេះគឺជាទស្សនវិជ្ជាចរាចរណ៍និងការបង្ហាញផ្លូវបាទខ្លះៗសម្រាប់បងប្អូនដែលពិបាកក្នុងការដែលយើងអត់ដឹងថាផ្លូវណាទៅលេខ3លេខ4និងផ្លូវវែងស្រេងអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបានសម្រាប់បងប្អូនដែលពុំដែលបានមកទីក្រុងភ្នំពេញឬក៏បងប្អូននៅទីក្រុងភ្នំពេញគឺបងប្អូនមានការបាទផ្លិចក្នុងការធ្វើចរាចរណ៍នៅលើផ្លូវកុំឲ្យយើងខាតពេលបងប្អូនអាចមើលវីដេអូក្នុងការណែនាំនេះបានសម្រាប់បងប្អូនដែលមកតាមផ្លូវជាតិលេខ4ហើយបងប្អូនចង់ទៅកាន់ផ្លូវវែងស្រេងគឺបងប្អូនអាចជិះមកខាងស្ដាំដៃនេះហើយបងប្អូនជិះខាងក្រោមស្ពាននេះកុំជិះខាងស្ដាំដៃនេះគឺទៅផ្លូវជាតិ3ជាងបងប្អូនជិះក្រោមស្ពាននេះមកបងប្អូនជិះរហូតបាទជិះរហូតទៅគឺឡើងផ្លូវវែងស្រេងតែម្ដងឃើញទេបងប្អូនបាទនេះគឺផ្លូវវែងស្រេងបងប្អូនណាបាទ